តាអ្នកដឹងទេថាជំងឺមហារីកពោះវៀនធំលែងជាជំងឺសម្រាប់តែមនុស្សចាស់ទៀតហើយបច្ចុប្បន្ននេះអត្រាអ្នកកើតជំងឺនេះចំពោះយុវវ័យនិងមនុស្សវ័យកណ្ដាលកំពុងតែកើនឡើងគួរឲ្យបារម្ភបំផុតតើអ្វីជាមូលហេតុក្រុមអ្នកជំនាញបានបង្ហាញថាវាទាក់ទងខ្លាំងទៅនឹងរបៀបរស់នៅប្រចាំថ្ងៃរបស់យើងដូចជាការនិយមញ៉ាំអាហារកែច្នៃខ្លាំងអាហារបំពងអាហារផ្អែមពេកការអង្គុយធ្វើការច្រើនម៉ោងដោយមិនសូវមានចលនានិងការខ្វះសារធាតុសរសៃពីបន្លែផ្លែឈើចូលប្រុងប្រយ័ត្នបើអ្នកមានសញ្ញាព្រមានទាំងនេះដូចជាការប្រែប្រួលទម្លាប់បត់ជើងធំជាប្រចាំទល់លាមកផងរីកផងមានឈាមក្នុងលាមកឧស្សាហ៍ចុកណែនពោះឬស្រកទម្ងន់ខុសធម្មតាកុំរងចាំរហូតដល់ហួសពេលចាប់ផ្ដើមផ្លាស់ប្ដូររបបអាហារហាត់ប្រាណឲ្យបានទៀងទាត់និងទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យបើអ្នកមានសញ្ញាសង្ស័យណាមួយស្រឡាញ់សុខភាពរបស់អ្នកចាប់ផ្ដើមពីថ្ងៃនេះ